ធ្លាប់តែធ្វើក្រងខំគោអញ្ចឹងថ្ងៃនេះមករៀនធ្វើគោខំក្រងវិញម្ដងចាំមើលថារសជាតិវាបែបណាតោះកុំឲ្យខាត់ពេលយូរទៅទស្សនាទាំងអស់គ្នាសម្រាប់គ្រឿងបាទមានដូចជាបាទកញ្ឆែតបាទម្ហូបមួយនេះគឺត្រូវគ្នាជាមួយកញ្ឆែតហើយសម្រាប់គ្រឿងគោនេះគឺខ្វះអត់បានទេមានសក្ខីខ្ទឹមសស្លឹកក្រូចសើចម្ដេងម្ទេសហើយនិងខ្ទឹមក្រហមហើយបាទសម្រាប់សាច់គោបងប្អូនបាទចង់យកសាច់គោកន្លែងណាក៏បានបាទសាច់ស្រួយក៏បានឬក៏សាច់ក្រហមក៏បានដែររួចហើយគឺពងក្រងបាទពងក្រងបងប្អូនមានតិចដាក់តិចមានច្រើនដាក់ច្រើនក៏បានដែរណាឥឡូវនេះបន្ទាប់ពីគ្រឿងយើងបាទសពគ្រប់ហើយយើងចាប់ផ្ដើមបាទលាយគ្រឿងយើងវិញម្ដងបាទយើងដាក់សាច់គោបន្ទាប់ហើយគ្រឿងដែលយើងបាទមានគឺបាទដាក់ទាំងអស់បងប្អូនណាមិនបាច់ຕົកទេរួចហើយគឺបាទយើងចាក់កញ្ឆែតចូលរួចហើយធ្វើការផ្សំគ្រឿងវិញម្ដងបាទខ្ញុំដាក់ទឹកត្រីបន្តិចប៊ីចេងមួយចំនួន1ស្លាបព្រាស្ករសខ្ញុំប្រើបាទចំនួន2ស្លាបព្រាបាយហើយនិងម្សៅស៊ុបចំនួន1ស្លាបព្រាបន្ទាប់ហើយគឺខ្ញុំបាទថែមបាទជាមួយទឹកអំពិលទុំបាទចំនួនបាទ2ស្លាបព្រាទៀតខ្លាញ់ក្រងយើងវាអត់ជូរបាទរួចហើយគឺបាទធ្វើការបន្ថែមមកជាមួយនឹងប្រេងខ្យងតិចទៀតណាបងប្អូនបាទមិញភ្លេចដាក់ប្រេងខ្យងបាទរួចហើយគឺបន្ថែមមកជាមួយនឹងខ្ទិះដូងក៏បានបាទបើសិនជាបងប្អូនបាទចង់ដាក់ទឹកដោះគោឆៅក៏បានដែរបន្ទាប់ហើយគឺធ្វើការបាទច្បល់ចូលគ្នាឲ្យសព្វគ្រឿងណាបងប្អូនបាទយើងច្បល់រៀងយូរតិចមកបងប្អូនបាទដើម្បីឲ្យគ្រឿងបាទវាចូលគ្នាល្អណាបាទសម្រាប់ខងខាំគោយើងបងប្អូនធ្វើហើយបងប្អូនយកចង់យកទៅឆាក៏បានបាទឬក៏អប់បាទជាមួយกระดาษលុយមីញោមក៏បានដែរសម្រាប់ខ្ញុំថ្ងៃនេះគឺបាទយកមកអប់បាទជាមួយនឹងกระดาษបាទលុយមីញោមយើងណាឥឡូវនេះបាទខ្ញុំច្បល់រៀងយូរដែរហើយបាទខ្ញុំធ្វើការបាទដាក់អប់ជាមួយនឹងกระดาษតែម្ដងសម្រាប់กระดาษគឺបាទខ្ញុំអត់ដាក់ច្រើនជាន់ទេបងប្អូនបាទខ្ញុំដាក់តែ2ជាន់ទេបាទដោយសារសាច់គោយើងបាទត្រូវភ្លើងបន្តិចគឺឆ្អិនណាបាទហើយមិនទាន់បាទចំអិនផងគឺមានអារម្មណ៍ថារៀងឈ្ងុយឆ្ងាញ់តែម្ដងចង់និយាយចឹងណាឥឡូវនេះគឺខ្ញុំបាទវិចខ្ចប់រួចរាល់ហើយអញ្ចឹងបាទធ្វើការបាទចំអិនម្ដងបាទហើយសម្រាប់បាទការដុតគឺបាទដុតអត់យូរទេបងប្អូនបាទបងប្អូនបាទដុតត្រឹម10នាទីទៅ5-10នាទីបានហើយកុំឲ្យយូរពេកបាទតែយូរពេកគឺឆ្អិនឡើងឆ្ងាញ់ហើយបាទហើយថ្ងៃនេះគឺខ្ញុំបាទដាក់ភ្លើងរៀងជ្រុលបាទដុតរៀងជ្រុលពេកបងប្អូនអើយមើលនេះបាទឆ្អិនជ្រុលណាប៉ុន្តែរសជាតិនៅតែអែម